ទី1បាទឥឡូវនេះទស្សនាទឹកមួយតែម្ដងឃើញថានៅវ៉ានីបង្គោលក្រហមនេះគាត់មានឈ្មោះហើយគាត់កក់ទៅវគ្គផ្ដាច់ព្រាត់ហើយតែត្រូវឆ្លងកាត់ទីរះណាបាទដល់ទប់ទល់មិនស្រួលបួលហ្នឹងអាចបាក់ខ្លាំងបាទពេលដែលត្រៀមប៉ះជាមួយផលស៊ីឡុងគាត់ស្ដាំរបស់ទីរះវ៉ានីបោះជាគោកឆ្វេងបាទនិយាយទៅគោលសររបស់លោកគ្រូតាហុងសឿនណាវែងហើយភាគច្រើនអង្គឆ្វេងបាទដូចតកូលឡៅទៅអង្គឆ្វេងដល់1 2 3 4ចូលពោះទីរះដល់ចូលពោះវិញអ្នកល្មមួយបាទហាមលេងតែយើងនិយាយអង្គឆ្វេងទេលោកនិធានបាទកីឡាករខ្លះដល់ពេលជួបគូប្រកួតអង្គឆ្វេងគាត់ធ្វើអត់ចេញមកគាត់ធ្វើគេអត់ចេញមកបាទធ្វើអត់ចេញជួនកាលគាត់ហិតពីក្រាអាក្បាច់តទល់គ្នាណាប៉ុន្តែចំគូប្រកួតភ្លេចតែគេរឹកអង្គឆ្វេងបាទចូលអង្គឆ្វេងគាត់ថាធ្វើអត់ចេញដាច់ខាតបងគិតមិនឃើញទៅវិញវាខ្វែងគ្នាបាទខ្វែងគ្នាបាទឥឡូវយើងមកមើលអង្គឆ្វេងរបស់នៅវ៉ានីយ៉ាងណាទាញកបានហើយជង្គង់វ៉ានីទីរះជង្គង់វ៉ានីបាទទីរះរុញអឹបអាញាកដាលក៏រុញផ្អាប់ដើម្បីដោះរលាគ្នាមកវិញចូលឆ្វេងបាទស្ដាំឆ្វេងពីដៃទត់បញ្ជើងសង1 2ក្រោមលើទីរះក៏វាយដៃបានល្អជង្គង់លើកកលមួយគូនេះបាទបើថាទីរះស្មើគីឡូវិញខ្ញុំជឿថាហ៊ានបដូរជាងហ្នឹងបាទតែដល់ពេលចេះទៅគឺគាត់ធ្នមកម្លាំងតិចបាទ1 2ទាត់ឆ្វេងទីរះថយតាមតាណា1 2មកវិញទត់បញ្ជើងកិច្ចផុត1 2ផ្ទះ2ដៃរបស់ទីរះដរិចធាក់ឆ្វេងទត់ស្ដាំសងបាំងមកល្មមទត់ទៅលើវិញមកល្មមបាទល្មមទៅល្មមមកបាទល្មមទៅល្មមមកបោចគុំប្រុងចេញដៃប្រុងចេញកាយឬយ៉ាងណាបាទគុំត្រាខ្លាំងពេកបាទក្រៃលោកតាត្រាខ្លាំងពេកអាញាកដាឃើញថាដាក់ឲ្យធ្ងន់ជាងហ្នឹងបាទដាក់ធ្ងន់ជាងហ្នឹងតែលោកសួងសម្បត្តិថាកំពុងពិនិត្យមើលឥឡូវបាននេះចូលគៀទាញក្រោមទាញកបានរុញអឹបទីរះយកជង្គង់ទល់អាញាកដាក៏ទល់បំបេះចេញមកវិញមកកណ្ដាលសង្វៀនទឹកមួយអ្នកឈ្នះគឺជាអ្នកឈ្នះតាមធម្មតាក៏ប៉ុន្តែនៅវ៉ានីជាអ្នកឡើងទៅហើយជួនជាមួយផលស៊ីឡុងចាំមើលគូទី5បាទចាំមើលគូទី5ស្ដាំឆ្វេងរបស់ទីរះពីដៃទត់មកជើងថែមទៀតចូលឆ្វេងសងឆ្វេងម្ដាយវិញចូលមុខបាទបើកវាយមកនេះបើកវាយតែមិនបដូរពេកទេថ្ងៃនេះបាទអរគុណដល់បងមគ្គទេសគឺថាឮតំណែងថាថ្ងៃអាទិត្យមានបដាល់វិញអ្នកទេសចរបរទេសបាទមកពេញវិញទៅដែរបាទហើយសូមម្ដាយជង្គង់សងពីទីរះកាច់ពវលជង្គង់ទីរះជង្គង់វ៉ានីនៅត្រឹមនឹងចុងទឹកទី1បាទទីរះប្រើដៃច្រើនបាត់នេះសុកឆ្វេងម្ដាយត្បោងកកបានមកកបានជង្គង់ម្នាក់មួយជង្គង់ទៀតរបស់វ៉ានីទីរះបាត់លុតចាក់ផើមកវិញដែរវិញមកជើងសងមកពីដៃចប់ទឹកទី1ចប់ហើយទឹក1ទឹកទី2បាទទឹកទី2សម្រាប់ការប្រកួតយើងមកតាមដានទស្សនានៅវ៉ានីដឹងតែមានឱកាសទៅហើយវគ្គផ្ដាច់ព្រាត់បាសជាមួយផលស៊ីឡុងបាទចប់គូនេះទៅយើងមានគូមិត្តភាពអន្តរជាតិអេរ៉ង់វាយនឹងគុណខ្មែរតែម្ដងបាទវាយបុកមិនវាយអីទេបាទដើរចូលសិនក៏ដាប់ដៃបកគោខៀវលូកសិនក្រហមនៅវ៉ានីនៅវ៉ានីមកពីទីបញ្ជាការដ្ឋានកងទ័ពពិសេសបាទកងទ័ពពិសេសលូកដៃស្ដាំវត្តម្ដាយស្ដាំបាទលូកត្រង់ឲ្យវត្តម្ដាយស្ដាំសងវិញបកគោខៀវបងកោខៀវទីរះវាយស្ដាំបាទទាត់ជើងស្ដាំបាទយើងមកមើលថាមិនលំដែរណាដូចខ្ញុំនិយាយពីដើមទីបើសិនជាឧបមាថានៅវ៉ានីប្លុតស្រីដៃណាមួយអានោះគ្រោះថ្នាក់រឿងធំបាទរឿងធំបាទដាប់ដៃរបស់ទីរះនេះទាត់ជើងរបស់ទីរះមួយក៏ដាប់ដៃឆ្វេងនៅវ៉ានីបាទសុំតែជើងទៀតមួយជើងឆ្វេងក្រហមវ៉ាវមួយដៃខៀវទីរះមួយជើងស្ដាប់ផ្លាប់មួយជើងសងវិញនៅវ៉ានីអាយកុំមើលស្រាលបាទយើងឈ្នះតែនៅក្នុងរូបមន្តនៃការម៉ារ៉ាតុងទេប៉ុន្តែការប្រកួតយើងមិនទាន់ឈ្នះទេបាទការប្រកួតដល់ចាប់3ទឹក
បានយើងដឹងតែឈ្នះចាញ់3ទឹកចាប់បានយើងដឹងតែឈ្នះចាញ់តទៀតមួយជើងស្ដាមបាទទីរះគាត់លើកធាក់ជើងឆ្វេងនៅวันนี้គាត់ដាប់ដៃតស៊ូរឿងនេះបាទកាន់តឡមើបាទសិនជាបង្គោលខៀវដាក់ក្រហមឲ្យផ្លត់ស្រៀតនៅកន្លែងណាមួយគ្រោះថ្នាក់ធំបាទចាប់ចូលអោបជង្គង់គ្នាក្អមរៀងខ្លួនស្រាលបាទចាក់ខ្លីគុណខ្មែរយើងឥឡូវលោកនាឋានទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសចូលចិត្តមើលណាបាទបងប្អូននៅក្រៅប្រទេសនោះមើលតាម Facebook មើលតាម YouTube បាទមើលតាមគ្រប់បណ្ដាញផ្សព្វផ្សាយទាំងអស់ថាវិញចិត្តអ្នកបដាល់គុណខ្មែរតទៀតមួយជើងឆ្វេងកណ្ដាប់ដៃស្ដាំខៀវក្រហមទាត់អីយ៉ាទាត់ខៀវទៅវិញបាទទីរះឆ្លេឆ្លាទីចិនមួយដៃឆ្វេងមួយកែងអាយ៉ាបត់ឆក់តិចវត្តដៃឆ្វេងស្ដាំទីរះដើរចូលមួយដៃឆ្វេងរបស់ទីរះបាទយើងចង់ដកចកាមន់តិចលាត់ស្នៀតបាទក្បាច់អាបាអាយ៉ាកណ្ដាលបំបែកដើរចូលទីរះជាជំលុកមួយដៃឆ្វេងបាទនៅวันนี้ចាប់អោបគ្រប់ជង្គង់ពួកបោកគប់នឹងខ្សែពួរក៏មកទៀតបំបែកទៀតអាយ៉ាកណ្ដាលមួយជើងស្ដាំខៀវមួយជើងឆ្វេងក្រហមចាប់សិនរបស់នៅวันนี้ជួយមួយជើងនៅวันนี้មួយជើងឆ្វេងនៅวันนี้បាទពេលវាចឹងឡើងនេះរត់ជើងឆ្វេងគូនេះបើសិនជាប្រកួតយកឈ្នះចាញ់ទៅវគ្គដៃប្រត់ល្អមើលបាទតែបាត់ដឹងតែខ្លួនឯងឈ្នះហើយរៀងទុកកម្លាំងតិចបាទអានេះទាំងយើងទាំងគេបន្ទោគេបានគេហៅគេអញ្ចឹងណាគេបាទភាសាស្វ័យហៅគេកម្លាំងគេចឹងបាទបើប្រឹងយកឈ្នះហងងាប់ទៅអីចាញ់ក៏ទៅឈ្នះក៏ទៅមិនចឹងគេកម្លាំងទៅវាយបដៃប្រត់អានោះអានឹងវាចឹងអានេះគេហៅថាលបែងកីឡាវាមានអញ្ចឹងតាគេហៅថាតាដឹងទលឹកវាបើកមុនអានឹងវាចឹងវាចឹងបាទហើយសមនឹងទីរះគាត់យើងអត់ចិត្តខ្លួនឯងដែរលេខសោតពីនេះបើសិនវាយកឈ្នះចាញ់អាចមានមួយស្លាប់បាទអាចមានមួយស្លាប់មួយជើងឆ្វេងបាទនេះក៏មិនសូវសគ្រប់ទេទាត់មួយដកថយដល់មួយដកថយយកអាការដើម្បីសំកម្លាំងតិចសិនទាត់ជើងស្ដាំមួយដៃឆ្វេងរបស់ទីរះនៅวันนี้គុំទីរះក៏លេឆ្លាចលោតិចសិនមួយដៃឆ្វេងចប់ទឹកទី2ទឹកទី3ជាទឹកផ្ដាច់ព្រាត់ហើយបាទជាគូមិត្តភាពខណៈដែលនៅวันนี้បង្គោលក្រហមនឹងឡើងទៅវគ្គផ្ដាច់ព្រាត់ជាមួយនឹងផលស៊ីឡុងទីរះយ៉ាងណាក៏គាត់តស៊ូកំដរជាមួយនៅวันนี้បានចូលដល់ទឹកផ្ដាច់ព្រាត់ដែរបាទចូលគៀកចាប់ជង្គង់កាច់ផ្លេះមកវិញមិនដួលទេ1-2បាទចូលវាយឆ្ងាយយកមើលទម្រង់របស់នៅวันนี้បាទច្បាស់ជាលេខបើថាស្ទើរផ្លែអាចពិបាករបស់ផលស៊ីឡុងបាទព្រោះផលស៊ីឡុងគាត់លេខផ្លែលពុកមាសរបស់គាត់ចឹង1-2របស់ទីរះ2ដៃល្អណាស់សងឆ្វេងម្ដាយវិញលុតទាត់មួយទៀតអោនផុតលឹបផុតទាត់វិញយល់សមាចាប់ឲ្យចាស់មកគួងរបស់วันนี้បាទទីរះក៏អុកពីក្រោមទៅគឹបទៅតាមដែរគាត់មកជើងសងម្ដាយតែបោះជង្គង់កាត់គាត់មកជើងអុកគូទឺទីរះបាទวันนี้គាត់ចេះកលាច់បន្តិចអូយបើជើងនេះពេញល្អពីនៅวันนี้អ្នកស្ដាប់មួយទៀតបាទទីរះលោតចូលวันนี้ធាក់ចេញចូលចាប់ជង្គង់វិញមើលទៅទីរះក៏មិនសម្រុកពេកបាទហើយនៅวันนี้ក៏មិនបដូរពេកបាទទៅតាមដំណើរនៃការប្រើបច្ចេកទេសដៃជើងបាទផ្លែអត់លេងទេបើផ្លែលេងអាចនឹងល្បេះសាច់បាទលេងដៃច្រើនធាក់ឆ្វេងពុតឆ្វេងដៃវិញបាទហើយចុងច្បោះធាក់ឆ្វេងចាប់ជើងដល់ពុតដៃទៀតខុសទៅទេពីទីរះចប់ពីគូនេះទៅអ៊ីរ៉ង់មកលេងបាទគូក្រោយមកទៀតអ៊ីរ៉ាក់មកលេងបាទបន្ទាប់មកគឺវគ្គប្រជុំដល់ពៀនពូស្រងគាត់ឆ្វេងចាប់ត្រង់ជើងពុតម្ដាយហើយម្ដាយទៀតពុតធ្វើម្ដាយទៀតរបស់ទីរះបាទបានត្រឹមតែឆាបគ្នាទៅវិញទៅមកមិនថាដៃមិនថាជើង
យល់ទាញក៏បានជុកគងអញ្ញាកណ្ដាលបបាច់ហើយបន្តដំណើរចុងទឹកទី3បាទយកតុកទឹកទី3ដោយមិនសម្រុះទេបាទមួយទៅមួយមកតែដៃទីរះវាយបន្តល្អបាទកណ្ដាប់ដៃរបស់ទីរះបាទលំបឿនហើយនឹងការវាយចាប់គោលដៅរបស់ទីរះគឺល្អวันนี้ថយបាទយើងមកភ្លេងពីរភ្លេងចុងក្រោយនេះបាទអ្នកគុណនិយមគេហៅថាលេងមួយភ្លេងចូលគៀបែកឆ្វេងរបស់ទីរាចូលគៀបែកពួតចាក់ឆ្វេងថែមមួយទៀតត្រឡប់មកវិញដាល់បានឆ្វេងម្ដាយរបស់ទីរាគាត់ស្ដាប់មួយចោលបាទបោះជង្គង់ចោលទាត់ចោលបាំងតាមដំណើរចាក់ឆ្វេងចាប់បានវាយវិញតាមដំណើរទាត់ឆ្វេងចាក់ឆ្វេងចាប់បានវាយវិញតាមដំណើរបងបាទចូលគៀជុកគងអាចនិយាយថាជាការសន្សំកម្លាំងផងដែរបាទរបស់នៅវណ្ណនីបាទនៅវណ្ណនីគាត់មិនសម្រុកឲ្យដាច់ឲ្យអស់ពីកម្លាំងពេកទេបើទោះថាគាត់សល់ពេល1ម៉ោងទៀតដើម្បីត្រៀមប្រកួតជាមួយនឹង ទឹកទី3ត្រូវបានបញ្ចប់ បាទចប់ទឹកទី3ដោយលទ្ធផលឈ្នះចាញ់និងប្រកាសជាផ្លូវការបាទគណៈដែលអ្នកដែលឡើង កីឡាករបង់កូឃីវទីរះឈ្នះកីឡាករបង់កូក្រហមនៅวันนี้ដោយពិន្ទុ